សហគមន៍ជោគវាសនារួមកម្ពុជាចិនក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិក្នុងយុគសម័យថ្មីសំណួរសំខាន់ត្រង់ថាហេតុអ្វីបានក្លាយទៅជាគំរូជាអន្តរជាតិនេះលោកបណ្ឌិតកៅមួយថងអ្នកវិភាគសង្គមអំឡុងវេទិកាមួយនៅភ្នំពេញនាពេលថ្មីៗនេះបានលើកឡើងនៅទស្សនវិស័យចំនួន3ចំណុចសំខាន់ៗដើម្បីបកស្រាយជាពុទ្ធិអំពីខ្លឹមសារនៃសហគមន៍ជោគវាសនារួមកម្ពុជាចិនដែលកំពុងក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិក្នុងយុគសម័យថ្មីនៅក្នុងវេទិកាដែលរៀបចំឡើងដើម្បីផ្សព្វផ្សាយផែនការ5ឆ្នាំលើកទី15របស់ចិនដែលរៀបចំនៅថ្ងៃទី24ខែមិនិនាឆ្នាំ2026នៅពេលនោះលោកបណ្ឌិតកៅមួយថងបានសង្កត់ធ្ងន់ថាសហគមន៍ជោគវាសនារួមកម្ពុជាចិនតាមរយៈក្របខ័ណ្ឌត្បូងពេជ្រមិនមែនជាការដាក់កម្រិតលើជំរើសការទូតរបស់កម្ពុជានោះទេប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលអនុញ្ញាតឲ្យកម្ពុជាអាចឈរជើងបានយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិសហគមន៍ជោគវាសនារួមកម្ពុជាចិនគឺជាដំណើរការមួយឬក៏ជាអ្វីមួយដែលយើងចង់និយាយអំពីការកសាងនៅគំរូបែបផែននៃទំនាក់ទំនងអន្តរជាតិបានន័យថាកម្ពុជានិងចិនគឺជាទំនាក់ទំនងមួយដែលយើងគេអាចបានយកគំរូហ្នឹងទៅអនុវត្តបានសម្រាប់ពិភពលោកអញ្ចឹងនៅក្នុងចំណុចទី1ដែលខ្ញុំចង់និយាយនៅទីនេះគឺចង់បញ្ជាក់ថាចំណងមិត្តភាពកម្ពុជាចិនមិនមែនជាចំណងមិត្តភាពមួយដែលអាចបានទៅតាមរដូវកាលទេក៏ប៉ុន្តែនៅទីនេះគឺយើងបាននិយាយថាមិត្តភាពដាច់ខែកម្ពុជាចិនក្នុងគ្រប់រដូវកាលហើយក្នុងយុគសម័យថ្មីនេះជាអ្វីមួយដែលយើងត្រូវចងចាំថាទំនាក់ទំនងកម្ពុជាចិនមិនមែនត្រឹមតែជាទំនាក់ទំនងក្នុងកិច្ចការពាណិជ្ជកម្មប៉ុណ្ណោះទេក៏ប៉ុន្តែទំនាក់ទំនងនេះគឺបង្កើតឡើងដើម្បីកសាងជាយុទ្ធសាស្ត្រសម្រាប់ជួយគ្នាទៅវិញទៅមកក្នុងស្មារតីនៃការគោរពនៅគោលការណ៍អធិបតេយ្យភាពនិងគោលការណ៍មិនជ្រៀតជ្រែកទៅក្នុងកិច្ចការពាណិជ្ជកម្មទី2ដែលយើងបានឃើញអំពីអ្វីដែលកម្ពុជានិងចិនបានធ្វើកន្លងមកគឺហៅថាកិច្ចព្រមព្រៀងបងពេជ្រ6ជ្រុងបងពេជ្រ6ជ្រុងអញ្ចឹងកិច្ចព្រមព្រៀងនេះដែលយើងបានឃើញថាកម្ពុជានិងចិនបានដាក់ចេញទៅកិច្ចព្រមព្រៀងនេះដើម្បីអនុវត្តបានទៅលើវិស័យមួយដែលកម្ពុជាបានដាក់ចេញកម្ពុជាចិនបានដាក់ចេញអញ្ចឹងទី1គឺធ្វើម៉េចដើម្បីនិយាយអំពីការកសាងនៅនយោបាយហើយនិងសន្តិសុខនយោបាយនិងសន្តិសុខហ្នឹងគឺដើម្បីធ្វើម៉េចឲ្យបាទមិនឲ្យមានការជ្រៀតជ្រែកបាទពីប្រទេសខាងក្រៅហ្នឹងជាចំណុចសំខាន់មួយថាប្រទេសយើងទាំងពីរត្រូវផ្អែកជាសំខាន់ទៅលើការមិនជ្រៀតជ្រែកទៅក្នុងកិច្ចការតិចក្នុងរៀងហើយទី2គឺគេហៅថាប្រតិភិបខាងវិស័យកសិកម្មនិងការកសាងសមត្ថភាពផលិតផលកសិកម្មរបស់យើងដែលធ្វើម៉េចផ្នែកបាទផលិតផលកសិកម្មរបស់យើងមិនមែនគ្រាន់តែនាំចេញផលិតផលកសិកម្មទេប៉ុន្តែធ្វើម៉េចដើម្បីកែច្នៃផលិតផលកសិកម្មរបស់យើងឲ្យទៅជាផលិតផលឧស្សាហកម្មបាទឧស្សាហកម្មហើយចំណុចទី3ដែលខ្ញុំចង់និយាយនៅទីនេះគឺពាក់ព័ន្ធទៅនឹងធម៌ពលហើយនឹងពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរនៅទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរអញ្ចឹងចំណុចសំខាន់ដែលយើងត្រូវយល់ទាំងអស់គ្នាក្នុងបរិបទបច្ចុប្បន្នថ្ងៃនេះគឺបញ្ហាពិភពលោកគឺពួកយើងបាននិយាយយើងបានដឹងទាំងអស់គ្នាថាពិភពលោកកំពុងតែមានការភ័យព្រួយបារម្ភអំពីកង្វះប្រេងឥន្ធនៈអញ្ចឹងហើយក្នុងរយៈពេលឆ្នាំមកនេះជាពិសេសបាទ5ឆ្នាំដែលយើងបានឃើញចិនបានកំពុងអភិវឌ្ឍទៅលើការធម្មពលកកើតឡើងវិញទាំងខ្យល់ទាំងព្រះទឹកបាទដូច្នេះអ្វីដែលយើងកំពុងកសាងទំនាក់ទំនងកម្ពុជាចិនគឺក្នុងន័យថាធ្វើម៉េចគិតគូរអំពីសន្តិសុខធម្មពលបៃតងហើយនឹងការផ្សារភ្ជាប់នៅបេះដូងរវាងប្រជាជនយើងទាំងពីរហ្នឹងឲ្យកាន់តែមានភាពស៊ីសង្វាក់គ្នាបាទហើយមិនកាន់មានភាពស៊ីសង្វាក់គ្នាអញ្ចឹងខ្ញុំចង់យល់ដែរថាពាក្យថាត្បូងពេជ្រដែលយើងបានដឹងថាត្បូងពេជ្រគឺមានន័យថាវាថ្លៃបាទមិនមានន័យថាយើងទៅតាមអារម្មណ៍ទេអញ្ចឹងកិច្ចព្រមព្រៀងត្បូងពេជ្រដែលយើងដាក់នេះមិនមែនមានន័យត្បូងពេជ្រជ័រទេគឺត្បូងពេជ្រ
ដែលមានតម្លៃពិតប្រាកដរបស់វាដែលយើងបានស្គាល់ដោយការគិតគូរដល់ផលប្រយោជន៍ជាធំផលប្រយោជន៍ជាតិជាធំផលប្រយោជន៍ជាតិជាធំបានន័យថាយើងកសាងផលប្រយោជន៍របស់យើងអញ្ចឹងក៏គេគិតគូរអំពីផលប្រយោជន៍របស់គេដែរពាក្យថាជោគសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងគ្រប់រដូវកាលក្នុងយុគសម័យថ្មីនេះគឺជើងចង់និយាយអំពីបាទក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិកាត្បូងពេជ្រ6ជ្រុងគឺជាអ្វីមួយដែលយើងកសាងហើយដើម្បីធ្វើលោកកប្រែផ្នែកកម្ពុជាយើងឲ្យឈរបាននៅលើឆាកអន្តរជាតិជាចំណុចសំខាន់ដែរស្មារតីនៃកិច្ចសហប្រតិកាត្បូងពេជ្រ6ជ្រុងចង់និយាយចឹងនៅទីនេះអ្វីដែលយើងត្រូវចងចាំគឺថាដើម្បីអនុវត្តកិច្ចព្រមព្រៀងនឹងបានលុះត្រាតែយើងកសាងបាននៅសុខសន្តិភាពអញ្ចឹងបើគ្មានសុខសន្តិភាពយើងទាំងអស់គ្នាបានដឹងហើយគឺថាការអភិវឌ្ឍក៏មិនអាចធ្វើបានដែរអញ្ចឹងហើយបានជាយើងត្រូវយល់ថាបាទកិច្ចសហការកម្ពុជាចិនមិនមែនជាកិច្ចសហការមួយដែលស្ថិតនៅដាច់កន្លែងបាទពីការអភិវឌ្ឍនោះទេអញ្ចឹងដើម្បីអភិវឌ្ឍក៏យើងត្រូវសម្លឹងមើលអ្វីដែលចិនកំពុងដាក់ចេញនៅក្នុងខែមីនាឆ្នាំ2026កន្លងមកថ្មីនេះគឺតាមរយៈការដាក់ចេញនៅផែនការ5ឆ្នាំលើកទី15បាទយើងចង់បញ្ជាក់ផែនការ5ឆ្នាំលើកទី15គឺយើងនិយាយអំពីផែនការឆ្នាំពីឆ្នាំ2026ដល់ឆ្នាំ2030អញ្ចឹងផែនការនេះគឺដើម្បីធ្វើឲ្យការអនុវត្តនៃកិច្ចសហការបូងពេជ្រ6ជ្រុងនេះអាចអនុវត្តបានអញ្ចឹងអនុវត្តបានលុះត្រាតែយើងយល់អំពីអ្វីដែលផែនការ5ឆ្នាំលើកទី15របស់ចិនបានដាក់ចេញនេះគឺពាក់ព័ន្ធទៅនឹងគេហៅថាការកសាងនៅផលិតកម្មថ្មីដែលមានគុណភាពអញ្ចឹងសប្តាហ៍ថ្ងៃចិនមិនមែននិយាយតែពីរឿងការអភិវឌ្ឍនិយាយតែពីរឿងបរិមាណដូចមុនហ្នឹងយើងគ្រាន់តែនិយាយពីវិស័យអប់រំគឺថាប្រហែលថ្ងៃនេះសម្រាប់យុវជនរបស់កម្ពុជាយើងគឺមានការផ្ញើផ្អើលពីអ្វីដែលជាតម្រូវការនៅក្នុងការអប់រំបណ្ដុះបណ្ដាលរបស់ប្រទេសចិនដោយជាសំខាន់ទៅលើបច្ចេកវិទ្យាបាទបច្ចេកវិទ្យាហើយនិងបញ្ញាសិប្បនិម្មិតនេះគឺជាអ្វីមួយដែលយើងត្រូវទាញបានឬរៀនសូត្របានពីអ្វីដែលជាផែនការសហការត្បូងពេជ្រ6ជ្រុងហ្នឹងដើម្បីធ្វើម៉េចបាទឲ្យឧស្សាហកម្មរបស់យើងអញ្ចឹងឧស្សាហកម្មរបស់យើងគឺគ្មានអ្វីក្រៅពីបាទការប្រែក្លាយរោងចក្ររបស់យើងបាទឲ្យទៅជារោងចក្រមួយគ្រាន់មិនមែនគ្រាន់តែយើងធ្វើការបិទភ្ជាប់ផលិតផលដែលពាក់កណ្ដាលស្វ័យសម្រេចពីប្រទេសក្រៅទេប៉ុន្តែយើងផ្ដើមចេញពីធ្វើម៉េចឲ្យរោងចក្ររបស់យើងទៅជារោងចក្រផលិតនៅវត្ថុធាតុដើមទាំងអស់ទី2គឺពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងហើយនឹងច្រករបៀងមច្ឆានិងកអញ្ចឹងកន្លែងទៅនេះគឺយើងចង់បញ្ជាក់ថាធ្វើម៉េចបានដើម្បីគេហៅថាឲ្យកម្ពុជាយើងបាទទាក់ទាញនៅការនាំចូលបច្ចេកវិទ្យាក្នុងវិស័យកសិកម្មក្នុងកម្រិតខ្ពស់ហ្នឹងមកបម្រើឲ្យការអភិវឌ្ឍនៅឬក៏ការកសាងនៅសន្តិសុខស្បៀងរបស់កម្ពុជាឬក៏ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យមានលក្ខណៈទំនើបបាទទំនើបប្រើបច្ចេកវិទ្យានិងប្រើបញ្ញាសិប្បនិម្មិតដែលប្រទេសចិនបានកំពុងអភិវឌ្ឍក្នុងពេលនេះទី3គឺពាក់ព័ន្ធទៅនឹងការអភិវឌ្ឍបៃតងសន្តិសុខធម្មពលអញ្ចឹងយើងបានដឹងហើយថាអ្វីដែលប្រទេសចិនខ្លាំងហ្នឹងគឺពាក់ព័ន្ធទៅនឹងការកសាងនៅធម្មពលបៃតងអញ្ចឹងធម្មពលបៃតងប្រទេសចិនបានដាក់ចេញហ្នឹងមិនមែនគ្រាន់តែផលិតបានកសាងបាននៅសន្តិសុខធម្មពលទេក៏ប៉ុន្តែធ្វើឲ្យបាទបម្រែបម្រួលអាកាសធាតុហ្នឹងវាមានភាពប្រសើរឡើងថែមទៀតបាទសម្រាប់ការរស់រានមានជីវិតរបស់មនុស្សជាតិទាំងមូលបាទទី4គឺពាក់ព័ន្ធទៅនឹងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ចឹងហើយបានជិះចង់បញ្ជាក់ថាប្រទេសចិននៅក្នុងថ្ងៃនេះគឺកំពុងនិយាយអំពីថាតើធ្វើម៉េចបាទដើម្បីពង្រឹងនៅខ្សែសង្វាក់ផ្គត់ផ្គង់បាទដើម្បីជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចហើយនឹងស្ថិរភាពអញ្ចឹងពីមុននេះគឺយើងបានដឹងហើយថាពិភពលោកនិយាយតែពីរឿងការអភិវឌ្ឍសេដ្ឋកិច្ចទេប៉ុន្តែបច្ចុប្បន្នប្រទេសចិនគឺផ្ដើមចេញពីការនិយាយហ្នឹងគឺធ្វើម៉េចដើម្បីរក្សាឲ្យបាននៅស្ថិរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចអញ្ចឹងពីមុនខ្ញុំសូមបញ្ជាក់មិនមែននិយាយតែពីរឿងអភិវឌ្ឍសេដ្ឋកិច្ចចំណាយប៉ុន្តែដល់ពេលពិភពលោកជួបប្រទះទៅនឹងបញ្ហាប្រទេសមួយអញ្ចឹងអាកំណើនសេដ្ឋកិច្ចហ្នឹងវាអត់មានកំណើនអត់ទាំងកម្ពុជាយើងដែលយើងឃើញជួបនៅក្នុងថ្ងៃនេះ
គឺជួបប្រទេសហើយគុំមិនដឹងថាតើនៅក្នុងឆ្នាំ2021ហ្នឹងពាក់ព័ន្ធទៅនឹងធម្មពលសន្តិសុខធម្មពលហើយនឹងការអភិវឌ្ឍការបញ្ជូនជាដើមឡើងនឹងជួបប្រទះទៅនឹងបញ្ហាប្រឈមពីខ្លះទៀតផងអញ្ចឹងជាបញ្ហាមួយដែលយើងត្រូវយល់ថាបាទជាអ្វីមួយដែលកម្ពុជាយើងត្រូវកសាងបាទនៅក្នុងបរិបទដែលគេហៅថាការកសាងនៅសហគមន៍ជួបវាសនារួមរវាងកម្ពុជានិងចិនហ្នឹងបាទដោយអ្វីមួយដែលយើងចាំគឺថាកម្ពុជាជាប្រទេសមួយដែលកំពុងអនុវត្តនៅកំណត់ដូចដើមខ្សែក្បាច់នឹងផ្លូវអញ្ចឹងកំណត់ដូចដើមខ្សែក្បាច់នឹងផ្លូវគឺជាមធ្យោបាយបាទគឺជាមធ្យោបាយហើយអ្វីដែលយើងកត់សម្គាល់មួយទៀតរវាងកម្ពុជានិងចិនគឺការអនុវត្តនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយក្រៅពីពាណិជ្ជកម្មសេរីគឺយើងមានកិច្ចព្រមព្រៀងគេហៅថា RCEP គ្រប់ជ្រុងជ្រោយកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយហ្នឹងជារួមលោកបណ្ឌិតកៅមួយថងបានលើកឡើងថាកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនមិនមែនគ្រាន់តែជាជំរើសការទូតធម្មតានោះទេក៏ប៉ុន្តែវាគឺជាជំរើសយុទ្ធសាស្ត្រប្រវត្តិសាស្ត្រកម្ពុជាចិនមិនមែនគ្រាន់តែដើរនៅលើផ្លូវជាមួយគ្នានោះទេក៏ប៉ុន្តែគឺកំពុងរួមគ្នាស្ថាបនាផ្លូវថ្មីមួយដែលផ្ដល់នូវសន្តិភាពស្ថិរភាពនិងវិបលភាពរួមសម្រាប់ប្រជាជាតិទាំងពីរនិងតំបន់ទាំងមូលក្នុងន័យនេះផងដែរសហគមន៍ជោគវាសនារួមកម្ពុជាចិនមិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយទេក៏ប៉ុន្តែវាគឺជាអាវក្រោះការពារផលប្រយោជន៍ជាតិនិងជាក្បាលម៉ាស៊ីនរុញច្រានកម្ពុជាឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050បើគ្មានការជឿជាក់គឺគ្មានកិច្ចសហប្រតិបត្តិការបើគ្មានវាសនារួមក៏គ្មានភាពរឹងមាំនាពេលអនាគតដែរ